របៀបសែនចូលឆ្នាំចិន2026ឲ្យត្រូវតាមក្បួនហុងស៊ុយដើម្បីហៅលាភសំណាងនិងទ្រព្យសម្បត្តិពិធីបុណ្យចូលឆ្នាំចិនឆ្នាំ2026ជិតឈានចូលមកដល់ហើយឆ្នាំនេះគឺជាឆ្នាំសេះធាតុភ្លើងដែលជាឆ្នាំពោរពេញដោយថាមពលល្បឿននិងការផ្លាស់ប្ដូរតើបងប្អូនដឹងទេថាការរៀបចំផ្ទះនិងការសែនព្រេនឲ្យត្រូវតាមក្បួនហុងស៊ុយអាចជួយទាញយកលាភសំណាងមកក្នុងគ្រួសារបានទ្វេដងនៅក្នុងវីដេអូនេះយើងនឹងណែនាំបងប្អូនអំពីរបៀបសែននិងចំណុចហុងស៊ុយសំខាន់ៗក្នុងឆ្នាំ2026នេះមុននឹងឈានដល់ថ្ងៃសែនការសម្អាតផ្ទះគឺជារឿងសំខាន់បំផុតបោះសម្អាតយកគ្រោះចង្រៃត្រូវសម្អាតផ្ទះឲ្យរៀបរយមុនថ្ងៃចូលឆ្នាំសូមកុំបោះផ្ទះនៅថ្ងៃសែនឬថ្ងៃប៉ាវព្រោះវាប្រៀបបានដូចជាការបោះលាភសំណាងចេញពីផ្ទះអញ្ចឹងទិសសំណាងនៅក្នុងឆ្នាំ2026នេះគឺជាទិសខាងត្បូងជាទិសដែលមានថាមពលខ្លាំងបងប្អូនគួរតុបតែងលម្អផ្កាស្រស់ឬរបស់ដែលមានពណ៌ក្រហមឬពណ៌មាសនៅផ្នែកខាងត្បូងនៃផ្ទះជៀសវាងមានភាពរញ៉េរញ៉ៃកន្លែងដែលដាក់តុសែនត្រូវតែមានពន្លឺគ្រប់គ្រាន់និងមានខ្យល់អាកាសចេញចូលល្អចំពោះរបៀបរបបនិងការវិភាគនៃការសែនមានដូចខាងក្រោមសម្រាប់ការសែនគឺមាន3ដំណាក់កាលសំខាន់ដែលបងប្អូនត្រូវដឹង 1. ការសែនព្រឹកសែនដូនតានិងទេវតាផ្ទះពេលវេលាចន្លោះពីម៉ោង 7 ដល់ម៉ោង 9 ព្រឹកគ្រឿងសែនមានដូចជាសាច់មាន់ស្ងោរត្រូវមានក្បាលនិងជើងពេញលេញសាច់ជ្រូក3ជាន់ត្រីឬបង្គាផ្លែឈើ5មុខមានដូចជាក្រូចប៉ោមស្រកានាគម្នាស់ទំពាំងបាយជូរនិងនំប្រពៃណីចិនផ្សេងៗ 2. ការសែនថ្ងៃត្រង់សែនកូនចៅដែលចែកឋានទៅពេលវេលាចន្លោះពីម៉ោង 11 ព្រឹករហូតដល់ម៉ោង 1 រសៀលអត្ថន័យគឺជាការអញ្ជើញបុព្វបុរសមកពិសាអាហារនិងជួបជុំកូនចៅដើម្បីសុំសេចក្តីសុខ 3. ការសែនទទួលទេវតាទ្រព្យពេលវេលាពិសេសជាទូទៅគឺនៅពាក់កណ្ដាលអាធ្រាត្រឈានចូលថ្ងៃទី 1 នៃថ្ងៃចូលឆ្នាំទិសដៅសម្រាប់ឆ្នាំ2026បងប្អូនត្រូវរៀបចំតុសែនបែរមុខទៅទិសខាងកើតដែលជាទិសទេវតាទ្រព្យយាងមកគ្រឿងសែនពិសេសក្រៅពីផ្លែឈើគួរមានលុយក្រដាសថ្មីឬកាក់មាសដាក់លើតុដើម្បីជាសញ្ញានៃការហៅទ្រព្យតាក់ទងជាមួយនឹងពណ៌សំណាងនិងរបស់ហាមឃាត់នៅក្នុងថ្ងៃចូលឆ្នាំចិនចំពោះពណ៌សម្លៀកបំពាក់នៅក្នុងឆ្នាំសេះធាតុភ្លើងនេះពណ៌ដែលល្អបំផុតគឺពណ៌ក្រហមពណ៌លឿងមាសនិងពណ៌ស្វាយជៀសវាងការស្លៀកពាក់ពណ៌សឬពណ៌ខ្មៅនៅក្នុងថ្ងៃសែនហាមនិយាយពាក្យអសុរោះពាក្យស្លាប់ឬឆ្លោះប្រកែកគ្នាត្រូវនិយាយតែពាក្យហេងនិងសិរីសួស្តីកុំប្រើកន្ត្រៃឬកាំបិតនៅថ្ងៃប៉ាវថ្ងៃទី 1ព្រោះវាអាចកាត់ផ្ដាច់សំណាងរបស់អ្នកការសែនព្រេនតាមរបៀបរបបត្រឹមត្រូវមិនមែនត្រឹមតែជាការគោរពប្រពៃណីប៉ុណ្ណោះទេប៉ុន្តែវាក៏អាចជាការផ្ដល់កម្លាំងចិត្តនិងបង្កើតថាមពលវិជ្ជមានសម្រាប់គ្រួសារពេញមួយឆ្នាំ2026នេះផងដែរសូមអរគុណចំពោះការតាមដានទស្សនាវីដេអូប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តសូមកុំភ្លេចជួយ Like និង Subscribe Channel របស់ពួកយើងដើម្បីទទួលបាននូវព័ត៌មានថ្មីៗនិងចំណេះដឹងថ្មីៗបន្ថែម Subscribe for more